ណាស់ទៀតហើយនេះយើងឆ្លកំឡោះស្នោប្រហិតជាមួយអីចំណាញ់យ៉ាងដំបូងនេះយើងត្រៀមអីឆ្លាស់ទឹកយើងលាងហើយដាក់អំបិលដាក់អីល្អណាស់តែយើងស្រង់ទឹកមកយើងទុកឲ្យឆ្លាស់ទឹកមកហើយបន្ទាប់មកយើងដាំទឹកហើយដាក់ខ្ទឹមដាក់គ្រឿងក៏បើទៅហើយទៅហើយយើងដាក់ប្រហិតហ្នឹងគឺប្រហិតទៅស្លាតហើយទៅស្លាតយើងដាក់បន្ទឹមមកហើយស្ងោរឲ្យវាឆ្អិនដាក់ឲ្យឆ្អិនហើយមកល្មមមកហើយយើងគ្របទៅឲ្យវាឆ្អិនសិនចាយើងឆ្អិនប្រហិតហ្នឹងហើយបានយើងបន្លែមកដាក់បន្លែហ្នឹងគឺស្ពៃហ្នឹងហើយស្ពៃមកដាក់ពេលណាយើងដាក់ហើយយើងដាក់ឲ្យវាឆ្អិនវាស្ពុះល្មមឲ្យលុយពេកខ្លះចូលចិត្តលុយអ្នកខ្លះចូលចិត្តល្មមតែមកក្រមអញ្ចឹងទៅមកស្ពតអញ្ចឹងទៅញ៉ាំបានហើយអ្នកខ្លះគេចូលចិត្តឆ្អិនគ្រឿងខ្លាំងបន្តិចចាឆ្អិនវាប៉ុន្តែខ្ញុំហ្នឹងមកល្មមបានហើយចាគាត់មកពុះហើយវាស្ពតហើយយើងអាចធ្វើមើលតើវារសជាតិល្មមហើយយើងអាចបានហើយចាអញ្ចឹងម្ហូបនេះឆ្អិនហើយចាអរគុណច្រើនបាយបាយជួបគ្នាថ្ងៃក្រោយទៀតចា